ត្រូវបានកម្លាំងអាចកំបាំងមួយបានសង្កត់យ៉ាងខ្លាំងមិនថានាងតស៊ូនឹងអង្វរយ៉ាងណានោះទេគ្មានអ្វីដែលពួកគេអាចធ្វើបានដើម្បីជួយសង្គ្រោះនាងអាចដឹងថាមានអ្វីកើតឡើងឈាមកំពុងហូរចេញពីក្រោមក្រែម្ដងទៀតដៃខ្មៅបានចង់អវយវៈរបស់នាងដោយផ្ទាល់សង្កត់ឲ្យរឹងមាំហើយបន្ទាប់មកជួសជុលស៊ុំក្រែស្រាប់តែបើកម្ដងទៀតនាយកដ្ឋានគឺដូចជាអាជីវកម្មមួយពួកគេចាប់ផ្ដើមវើហើយលោតដូចឈួតលោតរហូតដល់គាត់វើ2ដងនៅនឹងកន្លែងទីបំផុតវាបានជប់បន្ទាប់ពី1ឆ្នាំកន្លះក្មេងស្រីក្នុងជីវិតនេះត្រូវបានគេធ្វើទារុណកម្មធ្វើទារុណកម្មដល់ចំណុចឈឺចាប់ដែលមិនអាចទ្រាំទ្របានដល់តែអាចជាស្វាយនឹងបង្អួចស្រាប់តែបែកម្ដងទៀតបន្ទាប់ពីធ្វើសកម្មភាពរួចក្រែក៏កម្លាំងដ៏ធំមួយបានរុញច្រានដោយក្តីបារម្ភត្រូវបានគេសង្កត់ទៅលើក្រែក្នុងល្បឿនលឿនបំផុតសៀវមីគ្មានអំណាចតតែសោះបន្ទាប់ពីរួចហើយរអិលទៅលើយ៉បន្ទាប់មកតំបន់ក្រែត្រូវបានទុកចោលសម្រាប់សម្អាតត្រៀមខ្លួនដើម្បីបោះវាទៅនាងអគារកម្ពស់10,000 ម៉ែត្ររួមសញ្ញាបត្ររបស់ក្មេងស្រីកាន់តែធំឡើងអ្វីដែលខ្ញុំអាចធ្វើបានគឺគ្រាន់តែអន់ចុះហើយត្រូវបានសង្កត់លើក្រែបញ្ឈរប៉ុន្តែមិននឹកស្មានដល់ផ្នែកក្រែគឺដូចជាឈួតដោយដឹងខ្លួនវាគឺនៅចំណុចសំខាន់នេះហើយដែលការរស់ស្រាបាននៅតែកើតឡើងតាមដោយសន្តិភាពចម្លែកប៉ុន្តែនាងកំពុងសម្លឹងមើលពីលើដោយយកចិត្តទុកដាក់នាងបានតស៊ូដោយសេរីហើយមួយវិនាទីបន្ទាប់នាងត្រូវបានរុញចេញពីអគារកម្ពស់10,000យ៉ាងណាមិញពេលនាងចុះចតភ្លាមមានតែពេលនោះទេដែលខ្ញុំដឹងថាវាគ្រាន់តែយកច្រឡំនេះពិតជាសំណាងណាស់ដែលនាងបានការស្រែកយំពីស្មារតីរបស់នាងគឺបន្ទាប់មកមេធាវីបានសម្លឹងមើលទៅឧត្តមសេនីយ៍នាងត្រូវបានជួយសង្គ្រោះហើយបានរងចាំនៅមេធាវីធាននិងបងប្រុសជាងត្រូវបាននាំមកនាងបានទៅវត្តហើយអះអាងថានាងគាត់បានធ្វើរឿងមិនសមហេតុផលជាច្រើនជាប្រចាំ UG ត្រូវបានកោះហើយដោយបញ្ហានេះបន្ទាប់មកនាងបានសុំឲ្យឆេមីបរិច្ចាគខ្លះជារបៀបលុបបំបាត់លុយធូបឧក្រិដ្ឋកម្មនិងកម្លាំងពីមុនរបស់នាងមូលហេតុដែលបងប្រុសខ្ញុំបង្ខំនាងឲ្យធ្វើបែបនេះគឺដោយសារតែនាងជាមនុស្សធម្មតាទេនាងអាចមើលឃើញអត្ថភាពតាំងពីក្មេងសូម្បីតែវិញ្ញាណអាក្រក់នៃពិភពលោកអាចទូទីពីជីវិតនិងសេចក្តីស្លាប់របស់តែរឿងនេះហួសពីការគ្រប់គ្រងរបស់វាសនានាងក៏មិនអាចផ្លាស់ប្ដូរអ្វីបានដែរវាសនាមនុស្សបន្ទាប់ពីនាងធំឡើងគាត់ក៏បានក្លាយជាឈ្មោះល្បីរន្ទឺក្នុងគ្រួសាររបស់ជាវទើបតែពេលជំនួយការមកដល់ការិយាល័យគាត់បានមកដល់ហើយនិយាយថាការពីយប់មិញមានហេតុការណ៍មួយបានកើតឡើងនៅលើស្ពានមួយកន្លែងថ្នាក់ចរាចរណ៍ដ៏ធំមួយអ្នកបើកបរដែលបង្កគ្រោះថ្នាក់គឺជាម្នាក់ក្នុងចំណោមស្រីតែម្នាក់គត់របស់បុរសមានបំផុតនៅក្នុងប្រទេសអ្នកមានចង់ចំណាយប្រាក់ច្រើនដើម្បីជួបមនុស្សខ្លះប្រុសបានដោះស្រាយករណីនេះយ៉ាងម៉ឺងម៉ាត់បងប្រុសដាក់ដៃលើរូបថតរបស់ជនល្មើសវិនាទីបន្ទាប់នាងមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីដូច្នេះហើយជុតឆាកដំបងឡើយគឺជាស្ត្រីនៅពេលនោះក្មេងនោះទោះយ៉ាងណាក៏ដោយវាត្រូវបានគ្រប់ដណ្ដប់ដោយមូលហេតុដែលធ្វើឲ្យភ្នែកទាំងពីរគ្រោះថ្នាក់ចរាចរណ៍ដ៏ធំនេះដូច្នេះហើយបន្ទាប់ពីនាងយល់ច្បាស់ពីចំណុចបន្ទាប់ពីវិតម្លៃស្ថានភាពរាងកាយរួចខ្ញុំបានទៅមន្ទីរពេទ្យដើម្បីជួបអ្នកផ្សេងពេលខ្ញុំចូលទៅក្នុងផ្ទះភ្លាមខ្ញុំក៏ឃើញរលឹងនៃអ្នកដែលនាងបានបង្កើតពួកគេទាំងអស់គ្នាឡោមព័ទ្ធនាងហើយជុតឆាកនេះត្រូវបានឃើញដោយអ្នកដទៃអ្វីដែលមើលមិនឃើញគឺអ្វីដែលបានធ្វើជាងបានបិទភ្នែករបស់នាងនៅពេលនោះតើមនុស្សម្នាក់នេះជានរណាឲ្យប្រាកដពួកគេបានសម្រេចនៅនឹងការពីពួកគេជាបណ្ដោះវិញ្ញាណអាក្រក់ពួកគេបានមករកក្មេងស្រីនោះពួកគេបានឡោមព័ទ្ធនាងដើម្បីធ្វើឲ្យនាងរីកចម្រើនមីចង់រត់ចេញប៉ុន្តែចុងក្រោយបែរជានៅក្នុងផ្ទះត្រូវបានបិទភ្លាមបន្ទាប់មកនាងត្រូវបានសន្ធិដ្ឋដោយកម្លាំងអាក្រក់តែខ្ញុំអង្គុយលើក្រែទើបខ្ញុំដឹងការចាប់ផ្ដើមនៃរឿងបានកើតឡើងទោះបីជាបងប្រុសថេងភ្លាមក៏ដោយនាងបានជួយសង្គ្រោះនាងប៉ុន្តែនាងពិតជាច្បាស់ណាស់ថាវិញ្ញាណអាក្រក់ទាំងនេះនឹងមិនទុកឲ្យបញ្ហានេះនៅថ្ងៃបន្ទាប់នាងនាំឈាមីទៅបរិច្ចាគធូបទឹកលុយចោលហើយនាងយកវាទៅមុនកំពុងស្វែងរកគ្រូម្នាក់ដើម្បីអធិស្ឋានសម្រាប់ជាលីស្មេនអាចជាម្ចាស់ពេលឃើញនាងភ្លាមគាត់ក៏ប្រាប់នាងឲ្យមើលថែខ្លួនឯងជាមុនតែនិយាយពាក្យទាំងនោះម្ដងទៀតសូមឲ្យបងប្រុសថេងឈ្លានពានពេកបន្តិចប៉ុន្តែនៅទីបំផុតចៅហ្វៃនៅតែប្រគល់វាទៅឲ្យគាត់ខ្សែអង្កាំព្រះពុទ្ធសាសនារបស់ឈៀវមីបានធ្វើជារបស់ខ្លាំងខ្លាយហើយបងប្រុសថេងក៏មិនបានយកចិត្តទុកដាក់ចំពោះពាក្យសម្ដីរបស់ចៅហ្វៃនោះនាងបានយកឈៀវមីពួកគេត្រូវបានបញ្ជូនត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញទៅនឹងរបស់ឈីខេងរឿងចម្លែកក៏បានកើតឡើងដែរព្រាមនោះនាងបានដឹងថាផ្ទះរបស់នាងឈីណូចាប់ផ្ដើមលេងដោយខ្លួនឯងហើយឈុតនេះក៏បានធ្វើឲ្យនាងខ្ញុំធ្លាប់ចាញ់បោកគេរហូតដល់ខ្ញុំរឹងមាំក្រោយពីបងប្រុសខ្ញុំមកដល់ផ្ទះវិញគាត់ក៏ត្រូវបានគេរកឃើញនៅតែមានការតដណ្ដឹងរបស់គាត់ឈ្មោះ Crispy Flower ក៏នាងបានប្រាប់នាងពីអ្វីដែលនាងទើបតែបានឃើញអ្វីទាំងអស់សុទ្ធតែមានដោយខ្លួនឯងបងប្រុសជាងដែលមានសមត្ថភាពមើលឃើញខ្មោចនាងមិនបានឃើញទេដែលធ្វើឲ្យនាងជឿការដែលភុយស្រួយអាចគ្រាន់តែជាសញ្ញានៃអ្វីមួយបំផុនឃើញការមិនជឿរបស់បងប្រុសថេងខ្ញុំនឹងមិនពន្យល់ទៀតទេគាត់បែកខ្លួនហើយចាក់ចេញប៉ុន្តែភ្លាមនោះបងប្រុសថេងចាប់ដៃនាងខ្ញុំបានឃើញភាពស្រស់ថ្លាភ្លាមការនេះប្រឆាំងនឹងសេចក្តីស្លាប់ហើយឈុតឆាកគឺនៅពេលនោះនៅក្រោមស្ពានដែលគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនេះក៏មានន័យថាផ្កាក្រអូបផងដែរហើយគិតដល់រឿងនេះថាតើអ្នកណាចិត្តស្លាប់បងប្រុសជាងមិនអាចអង្គុយស្ងៀមភ្លាមបានទេនាងបានរកឃើញឆេមីយ៉ាងរហ័សរថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះយានយន្តមួយចង់ប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនរបស់វាការពិតនឹងចេញមកដោយការរំពឹងទុកនាងបានមកដល់ផ្ទះរបស់ឆេមីក្នុងរយៈពេលប្រហែលនាទីទី1បានដើរតាមនាងភ្លាមភ្នែកពិតជាត្រូវបានចាប់យកដោយគូមួយវាគ្រាន់តែនៅទីនេះទេទោះបីជាអ្នកគ្រប់គ្រងដោយដៃរបស់ឯកាតហេតមែនខ្ញុំបានឃើញគូដណ្ដឹងរបស់ខ្ញុំគឺ Crispy Flower ដឹងថាមានអ្វីមួយខុសនាងក៏ប្រញាប់ប្រញាល់តាំងពីក្រោយការក្រៀមយើងបានមកដល់សួនច្បារក្រោមស្ពានហើយទុកឲ្យនាងគិតឡើងវិញអ្វីទាំងអស់ដែលបានកើតឡើងនៅទីនេះដើមឡើយមុនពេលមានគ្រោះថ្នាក់ចរាចរណ៍ការស្រស់រីកស្រស់បំព្រងនៅលើស្ពានមើលគូស្វាមីភរិយាថ្មីថ្មោងរៀបការវិនាទីបន្ទាប់នាងរថយន្តមួយគ្រឿងមកពីសហរដ្ឋអាមេរិកបានរកមកនៅក្រោមស្ពានត្រូវបានបែងចែកហើយការសម្ដែងរបស់ដើម្បីនេះ